បើសិនជាអ្នកទាំងគ្នាមិនចង់ធ្លាក់ខ្លួនជាទេសកលនៃបំណុលទេសូមមើលវីដេអូនេះឲ្យដល់ចប់នៅក្នុងសង្គមបច្ចុប្បន្ននេះដោយអ្នកទាំងគ្នាបានដឹងហើយជីវិតយើងរំពឹងទៅលើលុយហើយដោយសារតែលុយនេះឯងទើបធ្វើឲ្យយើងคล้ายជាបុគ្គលិកคล้ายជាអ្នករស់ស៊ីដ៏មមាញឹកហើយคล้ายជាមនុស្សម្នាក់ដែលសឹងតែគ្មានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារនិងខ្លួនឯងដោយឡែកអ្នកខ្លះក៏បានជ្រុលខ្លួនរហូតសឹងតែមិនអាចដកចេញមករួចដោយសារតែលុយនេះផងដែររឿងកើតឡើងជាច្រើនមិនថាទាំងបណ្ដាញសង្គមនិងពិភពខាងក្រៅទេយើងបានឃើញថាមានបញ្ហាជាច្រើនទាក់ទងនឹងលុយជាពិសេសគឺលុយកម្ចីចិនសំណួរសួរថាដើមហេតុនៃកម្ចីចិននោះកើតឡើងដោយសារអ្វីហេតុអ្វីបានជាមានមនុស្សជាច្រើនបានលង់នៅក្នុងអន្ទាក់នៃបំណុលកម្ចីចិនមួយនេះទី1គឺគ្រប់យ៉ាងកើតឡើងពីខ្លួនយើងដោយការចង់បានជ្រុលដោយធ្វេសប្រហែសជាមួយនឹងគោលដៅគ្មានគោលចំហគ្មានចន្ទុលនៅក្នុងការរស់ស៊ីក៏ដូចជាចន្ទុលនៅក្នុងការផ្គត់ផ្គង់នៃជីវិតជាទូទៅនៅពេលដែលជួបកង្វះខាតដូចជាមានបញ្ហាក្នុងការរស់ស៊ីមានបញ្ហានៅក្នុងការប្រើប្រាស់ថវិកាដូចជាតម្រូវការទៅលើបញ្ហាគ្រួសារបញ្ហាជំងឺហើយទី2នោះគឺកត្តាដោយសារតែតម្រូវការនៃការប្រើប្រាស់លុយកាក់មិនថាយើងយកទៅរស់ស៊ីរត់ទៅមើលជំងឺឬក៏ចាយវានោះទេទី3កង្វះខាតនៃការប្រើប្រាស់លុយកាក់ដោយសារតែចំណុចនេះហើយទើបធ្វើឲ្យយើងបន្តធ្លាក់ពីមួយចំណុចទៅមួយចំណុចបំណុលទៅលើបំណុលបំណុលគោលលើបំណុលហើយទីបំផុតក៏យើងបានធ្លាក់ខ្លួនមកដល់ចំណុចចុងក្រោយគឺកម្ចីចិននេះឯងបាននិយាយឲ្យសួរស្ដាប់ជាទូទៅនៅពេលដែលយើងកង្វះខាតលុយយើងតែងតែខ្ចីបុលពីបងប្អូនពីអ្នកជិតខាងពីអ្នកដែលយើងស្គាល់ក្រុមការងារជាដើមឬក៏ធនាគារនៅពេលដែលបំណុលនោះបានកកើនឡើងយើងគិតថាយើងខ្វះខាតយើងតែងតែទៅខ្ចីពីម្នាក់ទៅម្នាក់ពីមួយដំណាក់កាលទៅមួយដំណាក់កាលហើយបើសិនជាកង្វះខាតយើងនៅតែមានការរកស៊ីនៅតែខ្វះខាតការសងត្រឡប់ទៅវិញកាន់តែខើចហើយការរកចំណូលនោះគឺកាន់តែខ្វះខាតទៀតនោះបូកជាមួយនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃកាន់តែច្រើនឡើងធ្វើឲ្យកង្វះខាតនៃលុយកាន់តែកើតមានហើយកង្វះខាតនៃការបង់ត្រឡប់ទៅអ្នកដែលយើងបានខ្ចីក៏ដូចជាធនាគារហ្នឹងកាន់តែច្រើនឡើងប៉ុន្តែនៅធម្មតាទេប៉ុន្តែបើសិនជាយើងមានបង់រំលោះក៏ដូចជាមានតម្រូវការផ្សេងទៀតនោះវាកាន់តែធ្ងន់ធ្ងរដូចជាបង់រំលោះយានជំនិះបង់រំលោះដីឡូឬក៏បង់រំលោះផ្ទះជាដើមកត្តាពីការប្រើប្រាស់ប្រចាំថ្ងៃកត្តាបង់ត្រឡប់ទៅវិញកត្តាបង់រំលោះបូកចូលគ្នាធ្វើឲ្យចំណូលកាន់តែមិនគ្រប់គ្រាន់ការប្រាក់ក៏កាន់តែកើតឡើងចំណូលកាន់តែតិចចំណាយកាន់តែច្រើនជីវិតកាន់តែធ្ងន់ធ្ងរទៅលើបញ្ហាបំណុលហើយអារម្មណ៍ដែលត្រូវការថវិកាកាន់តែច្រើនឡើងអារម្មណ៍ជំពាក់គេកាន់តែច្រើនឡើងធ្វើឲ្យសុខភាពផ្លូវចិត្តកាន់តែធ្លាក់ចុះកម្រិតនៃការស្វែងរកថវិកាចំណូលបន្ថែមកាន់តែថយចុះដូចគ្នាការងារក៏កាន់តែបំពេញមិនបានល្អទំនាក់ទំនងក៏កាន់តែមានគម្លាតដូច្នេះមិនត្រឹមតែមានបញ្ហានេះកើតឡើងទេយើងកាន់តែធ្លាក់ខ្លួនទៅមួយចំណុចទៀតហើយនេះជាហេតុផលដែលយើងធ្លាក់ចូលនៅក្នុងកម្ចីចិនក្រោយពីខូចឈ្មោះជាមួយនឹងបងប្អូនអ្នកជិតខាងក៏ដូចជាធនាគារយើងមិនអាចរកលុយដើម្បីយកមកបង្វិលបានទៀតទេមិនអាចទៅខ្ចីអ្នកផ្សេងដើម្បីមកបង្វិលទៀតទេមិនអាចទៅខ្ចីអ្នកផ្សេងដើម្បីមកមើលជំងឺក៏ដូចជារស់ស៊ីក៏ដូចជាមកបំពេញតម្រូវការហូបចុកប្រចាំថ្ងៃបានទៀតទេជំរឿនចុងក្រោយមានតែមួយគត់គឺកម្ចីចិនហើយមូលហេតុដែលកម្ចីចិនជោគជ័យហើយមូលហេតុដែលធ្វើឲ្យអ្នកដែលធ្លាក់នៅក្នុងអន្លង់នៃបំណុលចិននោះកាន់តែច្រើនគឺមូលហេតុមួយនេះទី1កម្ចីចិនបានផ្ដល់ឲ្យអតិថិជននៅភាពងាយស្រួលមិនទាមទារអ្នកធានាច្រើនមិនទាមទារទីតាំងកន្លែងរកស៊ីច្បាស់លាស់មិនទាមទារមុខរបរច្បាស់លាស់មិនទាមទារឲ្យមានឯកសារច្រើននោះទេពួកគេតែងតែផ្ដល់ភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនកាន់តែចង់បានដោយមូលហេតុតម្រូវការកាន់តែច្រើនដោយមូលហេតុភាពតានតឹងនៃបំណុលកាន់តែច្រើនអតិថិជនក៏ដូចជាអ្នកឬក៏ខ្ញុំដែលកំពុងតែជួបវិបត្តិនៃលុយនេះគឺបង្ខំចិត្តត្រូវតែយកបើទោះបីជាស្ដាប់ទៅការថ្លៃបន្តិចប៉ុន្តែផ្ដល់ភាពងាយស្រួលហើយក៏ជាជំរឿនចុងក្រោយបំផុតនៅក្នុងការធ្វើកម្ចីហើយពួកធ្វើកម្ចីចិននេះឯងគឺមានយុទ្ធសាស្ត្រ
ចាក់ដោតអារម្មណ៍នៅអតិថិជនខ្លាំងមែនទែនធ្វើឲ្យគេអត់ទ្រាំយកមិនបានតាក់ទងជាមួយនឹងការបង្វក់តាក់ទងជាមួយនឹងការលបួងធ្វើឲ្យចិត្តអតិថិជនដាច់ខាតត្រូវតែយកដំបូងស្ដាប់ទៅងាយស្រួលប៉ុន្តែលទ្ធផលដែលទទួលបានគឺផ្ទុយពីការគិតខ្ញុំសូមឧទាហរណ៍មួយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើកម្ចី$10,000ឬក៏$1,000ឥឡូវខ្ញុំសូមឧទាហរណ៍$10,000ចុះប៉ុន្តែលទ្ធផលដែលអ្នកទទួលបានត្រឹមតែ$7,000តែប៉ុណ្ណោះមូលហេតុគឺជាកម្រៃជើងសារនៃការរត់ការឬក៏ជាការកាត់ទុកការប្រាក់ជាមុនបានន័យថាបើអ្នកខ្ចី$10,000អ្នកទទួលបានត្រឹមតែ$7,000តែប៉ុណ្ណោះហើយនេះគឺជាបញ្ហាទី1ដែលអ្នកទាំងអស់គ្នានឹងជួបប្រទះបញ្ហាទី2ការវិលត្រឡប់ទៅវិញនៃការបង់អ្នកទាំងអស់គ្នាខ្ញុំអត់ដឹងទេថាតើយើងអាចរកចំណូលបែបណាចំណូលប្រចាំថ្ងៃចំណូលប្រចាំខែឬក៏ចំណូលប្រចាំឆ្នាំតែលុយចិនកម្ចីចិនមិនទាមទារប្រចាំខែឬក៏ប្រចាំឆ្នាំនោះទេតែគឺទាមទារលុយប្រចាំថ្ងៃក្នុងការកម្ចី$10,000នោះក្នុងនាមជា$10,000ដែលអ្នកទាំងអស់គ្នាទទួលបានត្រឹមតែ$7,000នោះអ្នកទាំងអស់គ្នាត្រូវបង់ត្រឡប់ទៅវិញក្នុងរយៈពេល7ថ្ងៃឬក៏23ថ្ងៃដោយកត្តាបែបនេះការប្រាក់ត្រូវចែកចេញជាមួយថ្ងៃបង់ចំនួនប៉ុន្មានបើច្រើនបែបនេះការបង់ត្រឡប់ទៅវិញប្រចាំថ្ងៃក៏ច្រើនដូចគ្នាតើអ្នកទាំងអស់គ្នាមានសមត្ថភាពបង់ទេកត្តាចាំបាច់ប្រកាសជាឲ្យយើងបង្ខំចិត្តយកលុយនោះមកប្រើប្រាស់ប៉ុន្តែនៅពេលដែលយើងត្រូវត្រឡប់សងទៅវិញយើងមិនអាចសងរួចទេហើយយើងក៏មិនបានអានលក្ខខណ្ឌមិនបានដឹងពីលក្ខខណ្ឌពិតប្រាកដរបស់បំណុលចិននោះដែរនៅពេលដែលបានលុយមកចាយបានលុយមកប្រើប្រាស់បានលុយមកបង្វិលយើងច្រឡំយើងភ្លេចខ្លួនយើងបានយកកម្ចីចិនដែលមានការប្រាក់ដ៏សែនថ្លៃយកទៅសងជាមួយនឹងការប្រាក់ទូចរីរងដូចជាធនាគារដូចជាបងប្អូនដូចជាមិត្តភ័ក្តិប៉ុន្តែការប្រាក់ដែលធ្ងន់នេះបានកកើនឡើងប្រហែលជាថ្ងៃទី1ទី2ទី3យើងអាចត្រឡប់ទៅវិញរួចដោយសារតែយើងយកលុយចិនហ្នឹងបង់ទៅលុយចិនវិញដោយខ្លួនឯងក៏ប៉ុន្តែកត្តាដែលវេទនាបំផុតនោះគឺពេលដែលដល់ចំណុចយើងមិនអាចរកលុយត្រឡប់ទៅវិញជាប្រចាំថ្ងៃបាននោះទេព្រោះបើសិនជាយើងខ្ចីច្រើនយើងអាចបង់ច្រើនដូចគ្នាអាច400 500 600 700ក្នុងមួយថ្ងៃដោយការកំណត់7ថ្ងៃដើម្បីបញ្ចប់នៃបំណុលឬក៏23ថ្ងៃដើម្បីបញ្ចប់នៃបំណុលចំណុចបន្ទាប់នៅពេលដែលយើងមិនអាចរកលុយសងរួចអ្វីដែលភ័យខ្លាចបំផុតនោះគឺសម្លេងនៃការសម្លុតរបស់បំណុលចិនយើងប្រហែលជានឹងពិបាកទទួលយកនៃការជេរស្ដីនៃការមើលងាយរបស់ម្ចាស់លុយនោះដោយហេតុនេះយើងប្រហែលជាអាចបញ្ចប់បំណុលនេះតាមរយៈការលក់ដូរទ្រព្យសម្បត្តិដែលមានឬក៏មានយុទ្ធសាស្ត្របន្ទាប់ទៀតរបស់ក្រុមកម្ចីចិនគឺមានភ្នាក់ងារដទៃទៀតនឹងតាក់ទងមកយើងដោយដឹងថាយើងកំពុងតែត្រូវការកម្ចីបន្ថែមយើងប្រហែលជាគិតថាអាចនឹងកម្ចីបន្ទាប់ទៀតដើម្បីយកលុយបន្ទាប់ដែលកម្ចីមកហ្នឹងមកសងកម្ចីចិនចាស់តែរឿងមិនដូចជាការគិតយើងកម្ចីបន្ថែមការប្រាក់គុណបន្ថែមរឿងរ៉ាវស្មុគស្មាញនឹងការឡើងគុណបន្ថែមដូចគ្នាខ្ចីពីនេះសងពីនោះខ្ចីពីនោះសងពីនេះរហូតដល់អស់ពីខ្លួនតែបំណុលនៅតែមិនអាចសងហើយរឿងរ៉ាវកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលយើងមិនអាចបង់ជាប្រចាំថ្ងៃទោះបីប្រាប់ហេតុផលបែបណាគេមិនទទួលយកហេតុផលរបស់យើងទេហើយរឿងរ៉ាវដែលឈឺចាប់បំផុតគឺនៅពេលដែលយើងមិនអាចបង់នៅក្នុងថ្ងៃនោះការប្រាក់នឹងគុណជា2បើថ្ងៃនេះឧទាហរណ៍ថាអ្នកទាំងអស់គ្នាត្រូវបង់500ថ្ងៃនេះអ្នកទាំងអស់គ្នាអត់បានបង់មានន័យថាការប្រាក់នៅថ្ងៃនេះត្រូវគុណស្អែកជា2អ្នកទាំងអស់គ្នាត្រូវបង់1000បូកជាមួយនឹង500ដែលអ្នកទាំងអស់គ្នាត្រូវបង់ប្រចាំនៅក្នុងថ្ងៃហ្នឹងទៀតអញ្ចឹងក្នុងថ្ងៃហ្នឹងអ្នកទាំងអស់គ្នាត្រូវបង់1500តើអ្នកទាំងអស់គ្នារលួយមកពីណានេះហើយជាហេតុផលដែលធ្ងន់ធ្ងរទៅអ្នកខ្លះត្រូវទៅបង្ខំចិត្តលក់របស់ដែលជាទីស្រឡាញ់អ្នកខ្លះត្រូវបង្ខំចិត្តលះបង់គ្រប់យ៉ាងដើម្បីរកលុយសងតែបំណុលចិនចុះអ្នកខ្លះដែលគ្មានសមត្ថភាពរកចំណូលបន្ថែមឬក៏កំពុងតែធ្លាក់ខ្លួនដល់បាតមិនអាចទាំងមានការងារមិនអាចទាំងមានចំណូលមិនអាចទាំង support ខ្លួនឯងនិងគ្រួសារមិនអាចទាំងមានទាំងទីលំនៅនៅពេលដែលធ្លាក់គ្រប់យ៉ាងធ្លាក់ដល់បាតព្រោះចិនមិនទុកឲ្យយើងមានក្តីសុខទេ
អ្នកទាំងគ្នាប្រកាសជាលឺរឿងរ៉ាវជាច្រើនតាក់ទងជាមួយនឹងតារាល្បីៗជាច្រើនខ្ញុំសូមមិនលើកយកឈ្មោះគាត់មកនិយាយទេហើយរួមទាំងខ្ញុំផងដែរក៏ធ្លាប់ឆ្លងកាត់រឿងនេះទី1វាមិនឲ្យយើងនៅសុខទេវាអាចធ្វើរឿងជាច្រើនដែលធ្វើឲ្យយើងអាម៉ាស់មុខដែលធ្វើឲ្យយើងមិនអាចឈរនៅក្នុងសង្គមកើតដែលធ្វើឲ្យយើងអាចនឹងឈានចូលដល់ការសម្លាប់ខ្លួនផងដែរដូច្នេះខ្ញុំសូមត្រឡប់ទៅក្រោយបន្តិចបើសិនជាអាចយើងគួរតែពិចារណាមុនធ្វើការកម្ចីជាពិសេសគឺកម្ចីចិនបំណុលទូទៅធម្មតាការប្រាក់ធម្មតាយើងតាមតឹងរួចមកហើយចុះតម្រាំតែកម្ចីចិនតើយើងនឹងរ៉ាប់រងបែបណាដូច្នេះបើសិនជាអាចសូមគិតឡើងវិញមុននឹងធ្វើការកម្ចីសម្ដីផ្អែមសម្ដីលួងលោមសម្ដីបញ្យុះបញ្សោកឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់លុយកម្ចីចិននោះវាស្ដាប់ទៅងាយស្រួលវាមិនទាមទារឯកសារវាផ្ដល់ភាពងាយស្រួលវាយកលុយមកបានស្រួលប៉ុន្តែអ្នកនឹងជួបរឿងវេទនានៅពេលដែលអ្នកមិនមានសមត្ថភាពបង់ត្រឡប់ទៅវិញគួរតែយកបទពិសោធន៍ពីរៀមច្បងដែលជាសិល្បករជាតារាជាអ្នករស់ស៊ីក៏ដូចជាអ្នកដែលធ្លាប់ជួបប្រទះនៅរឿងបែបនេះល្មមយើងអាចរកបងប្អូនហើយយើងគួរតែកុំខ្ចីការប្រាក់ធំដើម្បីមកសងការប្រាក់តូចខ្ញុំជឿថាតកតងជាមួយនឹងធនាគារតកតងជាមួយនឹងបំណុលអចលនទ្រព្យតកតងជាមួយនឹងបងប្អូនសិតតែជាបំណុលដែលយើងអាចចរចាបានតែបំណុលចិនយើងមិនអាចចរបាច់ដូច្នេះកុំព្យាយាមដើម្បីដោះស្រាយបំណុលតូចទៅខ្ចីបំណុលធំហើយកុំព្យាយាមខ្ចីបំណុលធំដូចជាបំណុលកម្ចីចិននេះឯងយកមករកស៊ីជាមួយនឹងចំណូលតូចព្រោះយើងមិនអាចផ្គត់ផ្គង់ជាមួយនឹងការប្រាក់ដែលយើងទទួលបាននោះទេផ្ទុយទៅវិញក្រៅពីការបាត់បង់ការបាក់ទឹកចិត្តនឹងសឹងតែសម្លាប់ខ្លួននោះនឹងកើតឡើងតែខ្ញុំសូមកោតសរសើរដល់រៀមច្បងមួយចំនួនដែលគាត់បានឆ្លងកាត់រឿងនេះបានរួមទាំងខ្លួនឯងផងដែរដែលអាចឆ្លងកាត់រឿងនេះបានទី1គឺព្រមលះបង់គ្រប់យ៉ាងដើម្បីបញ្ចប់ជាមួយនឹងកម្ចីចិនមានអីផ្ដាច់បញ្ហាជាមួយនឹងចិនអស់សល់បំណុលខ្មែរយើងសងបែបខ្មែរមកចរចាជាមួយនឹងម្ចាស់បំណុលបានយើងក៏ព្រមចរចាទៅលះបង់កិត្តិយសបានយើងក៏លះបង់ទៅធ្វើម៉េចឈរនៅលើបន្ទាត់នៃភាពស្មោះត្រង់ហើយនឹងព្រមប្រឈមមុខជាមួយនឹងបញ្ហានិយាយឲ្យខ្លីបើអាចជៀសបានយើងជៀសទៅជាមួយនឹងបញ្ហាកម្ចីរស់ស៊ីប៉ុណ្ណាបានរស់ស៊ីប៉ុណ្ណឹងទៅបើចង់ជាអាចរស់ស៊ីក៏គួរតែរៀនសន្សំក៏គួរតែរៀនសិក្សាជាមួយនឹងគ្រឹះនិងគោលដៅដែលយើងចង់ធ្វើនឹងឯងនេះគ្រាន់តែជាអ្វីដែលខ្ញុំចង់ចែករំលែកពីបទពិសោធន៍ពិតក៏ដូចជាបទពិសោធន៍ពីសង្គមដែលបានកើតឡើងសប្តាហ៍ថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានរៀនសូត្រចំណុចខ្លះៗទាក់ទងជាមួយនឹងបញ្ហាកម្ចីនៅក្នុងវីដេអូនេះហើយវីដេអូទាំងមូលនេះផងដែរក៏បាននាំមកជូនដោយហាងលក់ទូរស័ព្ទដៃគ្នាយើងអ្នកទាំងអស់គ្នាដែលមានតម្រូវការជាមួយនឹង iPhone, iPad, MacBook ក៏ដូចជា accessory ផ្សេងៗដែលមាននៅក្នុងក្រុមហ៊ុន Apple ហ្នឹងអាចមករកបានគ្នាយើងទាំង4សាខានេះបាទហើយកុំភ្លេចណាចង់បាននូវវីដេអូថ្មីៗចង់បាននូវវីដេអូចំណេះដឹងក៏ដូចជាចែករំលែកនៅបទពិសោធន៍កុំភ្លេចជួយចុច like ចុច share ក៏ដូចជា comment នៅក្រោមវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀតបាទ